Biên cấp chi rong Tất tí mùi round one បាទវ៉ាន់វឿនចូលប៉ះដៃស្វាគមន៍សិនបាទស្វាគមន៍អូនប្រុសសំណប់ចិត្តរបស់គេមកពីអ៊ីរ៉ង់សិនបាទថ្ងៃក្រោយថាមកលេងវ៉ាន់វឿនផ្ញើប្រេងមកកណ្ដុងពីកណ្ដុងបងគីឡូបានទូថ្លៃបាទដាក់មកសុទ្ធមកកានសាំងមកកានឲ្យវ៉ាន់វឿនបងមកលើក្រោយណាបានទូថ្លៃតចូលវ៉ាន់វឿនគឺក៏បានថាស្រាលណាបងអូនប្រុសបាទកណ្ដាប់ដៃបងប្រុសក៏ស្រាលដែរមើលទៅអីអុយឆ្វេងស្ដាំរបស់អ៊ីរ៉ង់សង្ស័យកន្លែងនឹងរបស់វ៉ាន់វឿនហើយបាទចូលក្លេល្បិចរបស់វ៉ាន់វឿនអុកគូក្ពោកឥឡូវហើយអត់ទេអាញាកដាលបំបីសិនបាទតសិនលើកជើងលើកដៃសង្ស័យគៀនក្លៀតហ្នឹងហើយមើលទៅបាទណែជាប់មួយសិនព្រោះជើងបោកផុយបើដឹងវ៉ាន់វឿនដឹងថាត្រូវបលែងក្បាច់គុណខ្មែរជាមួយមិនហើយបាទទាត់មួយដាល់មួយបោកមួយដឹងហើយដឹងកម្លាំងថាគូប្រកួតរបស់ខ្លួននៅក្នុងចំណុចណាហើយបានវឿនលូកឆ្វេងក្តាប់ដៃអ៊ីរ៉ង់បេដាំបោះជង្គង់បាទបោះជង្គង់បាទប្រយ័ត្នប្រយែងបងប្រុសប្រយ័ត្នដេធនេអីបើកបេះដូងបាទបើកបេះដូងចំហស្នេហ៍អត់អីណាបើកបេះដូងឲ្យបានវឿនវាយទួសាច់ឡើយបាទបើកបេះដូងរោគចាំក្តីស្រឡាញ់អត់អីទេអពើតែបើកបេះដូងឲ្យបានវឿនវាយអាចច្រឡំហើយបាទអើយពួយជង្គង់នេះទៅហើយកាច់ក្រៀកបំបីសន្យាកដាលតទៀតលូកដៃស្ដាំម្ដាយត្រង់ស្លូបោកអើយអើយអាំងអូនស្លូតបោកអូនរហូតអាំងអូនស្រាលបោកអូនរហូតប្រាប់អីមកលឿនមែអូន2 អូហូយ3 4 5 អូនពងវិញអូនពងវិញកំរំស្ទេពងវិញអូវ៉ាន់វឿនបន្តការប្រកួត continue វ៉ាន់វឿនវាយស្ដាំវ៉ាន់វឿនផ្ដួលបានដល់មើលទៅឆ្វេងកាយស្ដាំណែបាទវ៉ាន់វឿនលេងបកាយទៀតបាទដល់មើលទៅលូកដៃឆ្វេងវ៉ាន់វឿនតាមក្រេតគៀវបាត់ដៃក្រំទៅបាទលើក2លើក3ចាប់លេងចាប់លេងចុកអើយបាច់រាប់ទេបើនេះអាយ៉ាកណ្ដាលចុកផ្ដាំម៉ែផ្ដាំឪអូយអាងគ្រានៅក្មេងទៅបាទគ្រាបាទវាយមកដៃបាទអាមុននឹងចាញ់2 ដងបាទបងហ៎ត្បូងថាចាញ់ម្ដងហើយចាញ់2 ដងនេះចាញ់លើនេះធ្ងន់លើមុនចាញ់ម្ដងមិនដឹងចាញ់យ៉ាងណានេះចាញ់ប៉ាគុណខ្មែរសន្លប់ប្រយ័ត្នយើងនិយាយស្រួលសាមញ្ញលោកថាបើថាមិនមែនអីគូវ៉ាន់វឿនទេមែនទេបាទមិនមែនអីគូវ៉ាន់វឿនទេខ្ញុំមិនមែនអ្នកគុំគោខ្ញុំមើលថាវាស្រាលវាទុនណារបៀបនេះឆ្លងកាត់យ៉ាងហោចណាស់ក៏2 ឆ្នាំឬក៏ឆ្លងកាត់យ៉ាងហោចណាស់ក៏20ប្រកួតទៀតឥឡូវយើងគាត់តែមើលកាយសម្បទាឈោមួយវ៉ាន់វឿនអស់ពាក់កណ្ដាលបាត់ហើយបាទយើងកុំគិតបាត់ពិសោធន៍យើងកុំគិតពីបច្ចេកទេសនឹងក៏ល្បិចរបស់វ៉ាន់វឿនមិនមែនមើលស្រាលតែគេវាយដួលយើងហ៊ាននិយាយយើងចង់និយាយពីមុនហើយបាទគូនេះបានឲ្យវាយជាមួយអ្នកចម្មេកចំស្ដាង57គីឡូដែរប៉ះវ៉ាន់វឿនអ្នកកីឡាគុណខ្មែរលំដាប់ប្រទេសដោយលោកនាឋានថាទីវាយមិញណាបាទមិនវ៉ាន់វឿនអ្នកដកស្ពៃណាគេចុកនេះចុកស្រួលទៅក្រួយយំទៀតយំស្រួលដាក់ទៅដោះគោមកកំប៉ុងឈប់យំតាមរយៈផ្ដួលដៃគូឲ្យស្លាប់នៅក្នុងទឹកទី1ជ័យជំនះបានទៅលើបង្គោលក្រហមវ៉ាន់វឿន